តារាចម្រៀងនិងតារាម៉ូដែលជនជាតិបេឡារុសត្រូវបានគេសម្លាប់រួចថែមទាំងវះយកសរីរាង្គបន្ទាប់ពីនាងបានចាញ់បោកគេទៅកាន់ប្រទេសថៃហើយត្រូវបានជួញដូរឲ្យទៅបម្រើការនៅកន្លែងប្រព្រឹត្តអំពើឆបោកតាមអនឡាញនៅឯប្រទេសមីយ៉ាន់ម៉ានេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Hong Kong Standard ក្នុងសប្តាហ៍នេះនារីខាងលើមានឈ្មោះ Vira Kratsova ដែលជាដំបូងត្រូវបានគេបោកបញ្ឆោតឲ្យទៅកាន់ប្រទេសថៃដើម្បីបានការងារជា model ប៉ុន្តែនៅពេលទៅដល់ទីក្រុងបាងកកកាលពីខែកញ្ញារូបនាងក៏ត្រូវបានគេនាំឆ្លងព្រំដែនទៅប្រទេសមីយ៉ាន់ម៉ាហើយបង្ខំឲ្យធ្វើការបម្រើកន្លែងប្រព្រឹត្តបទល្មើសឆបោកអនឡាញនៅទីក្រុងយ៉ុងកុនទៅវិញបន្ទាប់ពីពុំសូវស្ដាប់បង្គាប់នឹងធ្វើការឆបោកមិនបានល្អតាមគោលដៅកំណត់នាងក្រាតសាវ៉ាត្រូវបានពួកអ ுக ្រិតជននោះសម្រេចចិត្តលក់បន្តឲ្យទៅពួកសង្គមងងឹតជួញដូរសរីរាង្គមនុស្សកាលពីដើមខែតុលានេះហើយក៏ត្រូវបានគេសម្លាប់ក្រោយមកសាកសពនាងត្រូវបានបូជាខណៈពួកអ ுக ្រិតជនបានតាក់ទងទៅគ្រួសាររបស់នាងហើយទាមទារប្រាក់កន្លះលានដុល្លារដើម្បីអាចបានអត្តធាតុនាងត្រឡប់ទៅវិញក្រសួងការបរទេសនៃប្រទេសបេឡារុសក៏បានទទួលស្គាល់ករណីខាងលើផងដែរហើយនាពេលនេះកំពុងជួយគ្រួសារជនរងគ្រោះតាមរយៈច្រកការទូតក៏បញ្ជាក់ថាយោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការសហប្រជាជាតិជនរងគ្រោះនៃអំពើជួញដូរមនុស្សសរុបខ្ទង់40នាក់និងចម្រុះជាតិសាសន៍កំពុងត្រូវបានបង្ខាំងទុកនៅក្នុងប្រទេសមីយ៉ាន់ម៉ាដើម្បីបង្ខំឲ្យធ្វើការតាមកន្លែងប្រព្រឹត្តអំពើឆបោកអនឡាញប្រៀបដូចជាទេសកលសម័យទំនើបខណៈប្រទេសថៃត្រូវបានកំណត់មុខសញ្ញាថាជាគោលដៅចម្បងដែលពួកអ ுக ្រិតជនប្រើប្រាស់ដើម្បីបញ្ឆោតជនរងគ្រោះឲ្យទៅធ្វើដំណើរទៅកាន់មុននាំ